ហួសចិត្តតែម្ដងហេតុតែចង់បានរបស់គេជ្រុលពេកថៃធ្វើពិព័រណ៍តាំងបង្ហាញប្រាសាទតាមាន់តូចតាមាន់ធំនិងតាក្របីពីស្នោដាក់ក្នុងផ្សារទំនើបហើយស្រែកប្រាប់គេថាជារបស់ខ្លួនចំនួនព្រំដែនជាមួយកម្ពុជាមិនទាន់ដាច់ស្រេចផងថ្មីនេះប្រទេសថៃបានធ្វើពិព័រណ៍វប្បធម៌ដែលបានចម្លងធ្វើប្រាសាទធំទាំង3មានដូចជាប្រាសាទតាមាន់ធំតាមាន់តូចនិងតាក្របីយកទៅតាំងបង្ហាញនៅក្នុងផ្សារទំនើបមួយកន្លែងហើយប្រកាសក្តែងថាគឺជាសម្បត្តិវប្បធម៌របស់ខ្លួនការតាំងពិព័រណ៍មួយនេះបានធ្វើឡើងនៅក្នុងផ្សារទំនើបស៊ីខនក្រុមឈ្មោះថាស៊ីខនស្រីណាសូរិនធ្វើឡើងចាប់ពីថ្ងៃទី19ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដោយមានការតាំងបង្ហាញពីវប្បធម៌ថៃសូរិនជាច្រើនបែបច្រើនយ៉ាងមានទាំងម្ហូបអាហារការរាំរបាំជាពិសេសនោះគឺមានការតាំងបង្ហាញប្រាសាទធំទាំង3ដែលធ្វើឡើងពីជ័រស្នោមានដូចជាប្រាសាទតាមាន់ធំតាមាន់តូចនិងតាក្របីលើពីនេះទៅទៀតកន្លែងប្រាសាទនីមួយៗសុទ្ធតែមានការបង្ហាញប្រាប់ឲ្យដឹងពីប្រវត្តិប្រាសាទនីមួយៗទៀតផងដែលនេះប្រទេសថៃហាក់ដូចជាចង់បង្ហាញនិងប្រកាសប្រាប់ពិភពលោកថាប្រាសាទទាំងនោះគឺជាសម្បត្តិរបស់ខ្លួនទាំងដែលប្រាសាទទាំងអស់ស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាហើយថៃបានធ្វើគ្រប់វិធីដើម្បីឈ្លានពានដណ្ដើមយកទៅដោយមិនអៀនខ្មាសចា៎នេះគឺជារឿងមួយដែលគួរឲ្យហួសចិត្តមែនទែនសម្រាប់ជនជាតិមួយនេះដែលបង្វែងប្រវត្តិសាស្ត្របងប្អូនតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា